ទីបំផុតស្រុករកកេរីទទួលបានសមិទ្ធផលថ្មីមួយទៀតហើយនោះគឺទំនប់ដូនត្រីគឺជាសំណង់ស្ទាក់ទឹកដ៏ធំមួយដែលមានទីតាំងនៅស្រុករកកេរីភាគពាយ័ព្យនៃខេត្តបាត់ដំបងទំនប់ដូនត្រីបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ចាប់តាំងពីឆ្នាំ2018រហូតមកដល់ចុងឆ្នាំ2025ទើបសម្រេចរួចជាស្ថាពរ 100% ទំនប់ដូនត្រីមានសក្តានុពលស្តុកទឹកស្រោចស្រពខ្សែចម្ការបានចំនួន3ស្រុករួមមានស្រុករកកេរីដែលជាតំបន់ស្នូលនៃទំនប់ផ្ទាល់តែម្ដងស្រុកមោលឫស្សីនិងស្រុកបាកានខេត្តពោធិ៍សាត់ទំនប់ដូនត្រីមានលទ្ធភាពរក្សាទឹកសម្រាប់ផ្គត់ផ្គង់ទៅលើកសិកម្មបាន 33,000 ហិកតានៅរដូវវស្សានិង 4,500 ហិកតានៅរដូវប្រាំងហើយក៏ជាតម្រូវការមួយដ៏សំខាន់សម្រាប់ផលិតទឹកស្អាតប្រើប្រាស់ជាប្រចាំថ្ងៃហើយអ្វីដែលសំខាន់បំផុតនោះគឺវាអាចបញ្ជៀសនៅបញ្ហាទឹកជំនន់នៅផ្នែកខាងក្រោមនៃទំនប់ផ្ទាល់តែម្ដងពីការជន់លិចផលដំណាំកសិករជារៀងរាល់ឆ្នាំហើយអ្វីដែលសំខាន់បំផុតនោះគឺវាអាចបញ្ជៀសនៅបញ្ហាទឹកជំនន់នៅផ្នែកខាងក្រោមនៃទំនប់ដែលតែងតែបង្កជន់លិចផលដំណាំកសិករជារៀងរាល់ឆ្នាំបានទៀតផងទំនប់ដូនត្រីមានហេដ្ឋារចនាសម្ព័ន្ធសំខាន់4ទី1គឺទំនប់ស្នូលដីថ្មបំពេញដែលអាចស្តុកទឹកបាន133លានម៉ែត្រគូបទី2គឺសំណង់បង្ហៀដែលអាចរំដោះទឹកបានចំនួន850ម៉ែត្រគូបក្នុង1នាទីទី3គឺរូងក្រោមដីបង្វែរទឹកទី4គឺសំណង់ប៉មគ្រប់គ្រងទឹកមានទ្វារច្រើនថ្នាក់បើយើងក៏លេខថយក្រោយទៅមើលទីនេះកាលពី 4-5 ឆ្នាំមុនវាគ្រាន់តែជាតំបន់ព្រៃភ្នំមួយដាច់ស្រយាលមិនទាន់មានប្រព័ន្ធធារាសាស្ត្រដែលគ្រប់គ្រងទឹកឲ្យបានត្រឹមត្រូវជាក់លាក់ណាមួយនោះទេនៅរដូវវស្សានៅពេលដែលមានភ្លៀងធ្លាក់ជោគជាំវាដូចជាតបបង្ហូរមួយអញ្ចឹងនៅផ្នែកខាងក្រោមធ្វើឲ្យជន់លិចដោយសារតែសន្ទុះទឹកវាហូរមកលឿនហើយនៅពេលដែលឈានចូលដល់រដូវប្រាំងទឹកទាំងអស់ហ្នឹងអត់អាចតម្កល់នៅយូរបានទេដោយសារតែវាមិនទាន់មានទំនប់រាំងស្ទាក់ដោយសារតែមើលឃើញពីបញ្ហាទាំងអស់នេះទើបរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើការរៀបចំប្រព័ន្ធធារាសាស្ត្រជាបន្តបន្ទាប់តាមបណ្ដាគ្រប់ខេត្តហើយនៅក្នុងនោះក៏មានទំនប់ដូនត្រីមួយនេះផងដែររហូតប្រែក្លាយតំបន់អាយ៉ាលមួយនេះឲ្យលេចចេញនៅរូបរាងទំនប់ថ្មីមួយដែលមានសក្តានុពលសម្រាប់ស្ទាក់ទឹកប្រចាំស្រុករកកេរីតែម្ដងហើយខ្ញុំជឿថានៅថ្ងៃខាងមុខទំនប់ដូនត្រីក៏ជាគោលដៅទេសចរមួយដ៏សំខាន់ដែលអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តផងដែរហើយបច្ចុប្បន្ននេះយើងឃើញសត្វកុកកំពុងតែគៀងគរគ្នាមករស់នៅក្បែរនេះជាក់ស្ដែងដូចជានៅខាងទំនប់អាសាយើងឃើញមានសត្វកុកជាច្រើនបានមកប្រមូលផ្ដុំគ្នាដេកនៅពេលល្ងាចនៅពេលព្រឹកឡើងគឺវាចាប់ផ្ដើមហើរចេញហើយនៅផ្នែកខាងក្រោមនៃទំនប់អាសាក៏យើងឃើញមាននៅខាងតំបន់គេហៅថាបឹងត្រជាក់ចិត្តក៏យើងឃើញមានសត្វកុកកំពុងតែប្រមូលផ្ដុំគ្នាមកសម្រាកមកដេកនៅទីនេះផងដែរអញ្ចឹងយើងសង្ឃឹមថានៅថ្ងៃខាងមុខសត្វកុកទាំងអស់ហ្នឹងនឹងមូនឹងនាំគ្នាទៅដេកនៅក្បែរទំនប់ដូនត្រីនេះបង្កើតទៅជារូបភាពមួយដែលស្អាតមើលទៅដូចនៅតំបន់ផ្សេងដែលឃើញគេបង្ហាញជាច្រើនដូចជាសត្វកុកសត្វស្លាបដែលកំពុងតែមានវត្តមាននៅតាមគ្រប់បណ្ដាខេត្តអញ្ចឹងយើងសង្ឃឹមថាទំនប់មួយនេះនឹងផ្ដល់ផលជាច្រើនទៅដល់ប្រជាជនដែលរស់នៅជុំវិញតំបន់មួយនេះដូចជានៅខាងស្រុករកកេរីផ្ទាល់ក៏ដូចជាខាងស្រុកមោលឫស្សីនិងស្រុកបាកានខេត្តពោធិ៍សាត់ផងដែរ